ពេទ្យមួយកន្លែងកំពុងផ្ទុះការរិះគន់ទុកអ្នកជំងឺចោលមិនមើលព្រោះអ្នកជំងឺគ្មានលុយថ្នាក់សាច់ញាតិទម្លាយថាមហាជនអ្នកលេងបណ្ដាញសង្គម TikTok ទាំងអស់សម្ដែងការខឹងសម្បារនិងមិនពេញចិត្តយ៉ាងខ្លាំងម្នាក់ផ្ទុះកំហឹងក្តៅស្លឹកត្រចៀកឆេវចូលទៅខមមិនរិះគន់ពេទ្យព្រំព្រៀតក្រោយឃើញពួកគាត់មិនយកចិត្តទុកដាក់មើលថែចំពោះអ្នកជំងឺតលតែសោះទុកឲ្យអ្នកជំងឺសម្រាកនៅលើឥដ្ឋការ៉ូទាំងគាត់ដេកស្ដុកស្ដឹងមិនមានស្មារតីបែរជាមិននាំគាត់ទៅសម្រាកនៅលើគ្រែពេទ្យព្យាបាលគាត់ទៅវិញ Collagen ហារីសម្បុកត្រចៀកកម្មបានទាំងសុខភាពនិងសម្រស់ជំនួយដល់សក់ក្រចកឆ្អឹងសន្លាក់ធ្វើឲ្យគេងលក់ស្រួលជាពិសេសជួយឲ្យស្បែកសភ្លឺថ្លាម៉ត់រលោងចេញពីខាងក្នុងត្រឹមរយៈពេល7ថ្ងៃវីតាមីនក្រមុំ SOVF ធ្វើឲ្យស្ត្រីមានភាពជឿជាក់ដូចវ័យ20ឆ្នាំ នេះបើយោងតាមគណនី TikTok មួយដែលគាត់បានបង្ហោះវីដេអូដោយចប់ជាមួយនឹង caption ថានេះជាវីដេអូដាស់តឿនឬសុំចិត្តលោកគ្រូពេទ្យក្នុងស្រុកមួយចំនួនជួយមនុស្សសំខាន់ជួយគ្នាសិនទៅលុយចាំគិតគ្នាតាមក្រោយដែលវីដេអូខាងលើផុសមិនទាន់បានប៉ុន្មាននាទីស្រួលបួលផងស្រាប់តែមានអ្នកលេងបណ្ដាញសង្គម TikTok ជាច្រើនចូលទៅ comment ភ្លុកទឹកភ្លុកដីថាពេទ្យមួយចំនួនយកលុយជាធំមិនយកអាយុជីវិតមនុស្សជាធំទេធ្វើជាពេទ្យដើម្បីជួយមនុស្សមិនមែនទេធ្វើជាពេទ្យដើម្បីតែលុយបើមិនមានលុយឈឺដល់ងាប់ក៏មិនខ្ចីមើលខ្ញុំធ្លាប់ជួបហើយបងជីដូនមួយខ្ញុំឈឺដល់ប្រាប់ពេទ្យថាមិនសូវមានលុយពេទ្យដោះសេរ៉ូមចេញហើយដេញឲ្យមកផ្ទះវិញហើយខ្លះទៀតក៏លើកឡើងថាធម្មតាទេពេទ្យគេបើកអាជីវកម្មដើម្បីរកលុយអញ្ចឹងវាជាបទពិសោធន៍សម្រាប់យើងគ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាជាពិសេសការបើកបរនៅលើផ្លូវសាធារណៈមិនមែនមានតែយើងមួយទេដែលបើកការបត់ចេញបត់ចូលឆ្លងថ្នល់ជាពិសេសល្បឿនបើកនៅលើផ្លូវជាតិត្រូវស្គាល់ល្បឿននិងច្បាប់បើកនៅដងផ្លូវជាតិ